ទំនាយរបស់លោកយាយបាវេងកាប្រចាំឆ្នាំ2026ពាក់ព័ន្ធនឹងសង្គ្រាមលោកលើកទី3គ្រោះរញ្ជួយដីការកើនឡើងឥទ្ធិពលនៃ AI និងហេតុការណ៍ alien ចុះមកលេងផែនដីលោកយាយបាវេងកាដែលជាគ្រូទាយពីការភ្នែកសម្បីតែថ្ងៃស្លាប់របស់ខ្លួនក៏ទាយត្រូវឥតខ្ចោះនោះបានទាយទុកមុនស្លាប់ថានៅក្នុងឆ្នាំ2026នឹងកើតមានហេតុការណ៍រន្ធត់ជាច្រើនហេតុការណ៍ដ៏អាក្រក់និងរន្ធត់ទាំងនោះរួមមានដូចជាសង្គ្រាមលោកលើកទី3គ្រោះមហន្តរាយធម្មជាតិនិងសម្បីតែ alien ក៏ចុះមកលេងផែនដីផងដែរនេះពេលកន្លងមកការទូទាយព្រឹត្តិការណ៍ពិភពលោកធំៗរបស់លោកជីគឺត្រូវស្ទើរទាំងអស់ហេតុដូច្នេះហើយទើបឈ្មោះរបស់លោកជីនៅតែល្បីល្បាញរហូតដល់សព្វថ្ងៃហេតុដូចនេះសូមរងចាំមើលការទូទាយសម្រាប់ឆ្នាំ2026របស់លោកជីថាតើត្រូវប៉ុន្មានភាគរយដែរលោកជីបានទូទាយថានៅក្នុងឆ្នាំ2026នឹងមានសង្គ្រាមដ៏ធំដែលធ្វើឲ្យពិភពលោកក្រឡាប់ចាក់បច្ចេកវិទ្យានឹងចេញមកក្រឡុកមនុស្សហើយមនុស្សយើងនឹងបានឃើញថា alien ពិតជាមានជីវិតលោកយាយបាវេងកាក៏បានទូទាយអំពីគ្រោះមហន្តរាយធម្មជាតិធំៗកើតមានផងដែរនៅក្នុងឆ្នាំ2026នៅក្នុងឆ្នាំ2024លោកយាយបានទូទាយទុកថាមីយ៉ាន់ម៉ានឹងជួបគ្រោះរញ្ជួយដីនៅខែមីនាជាក់ស្ដែងការទាយទុកនោះគឺបានកើតឡើងមែនការទូទាយដ៏ធំមួយសម្រាប់ឆ្នាំ2026របស់លោកយាយគឺការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី3ភាពតានតឹងជុំវិញពិភពលោកឥឡូវនេះកំពុងតែក្តៅជាងពេលណាទាំងអស់ទូយ៉ាងដូចជាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីក៏កំពុងតែបន្តចំនួននៅតំបន់មជ្ឈមបូព៌ាក៏នៅតែមិនទាន់ដោះស្រាយចប់តំបន់អាស៊ីអាគ្នេយ៍ក៏ក្តៅផងដែរដោយសារតែមីយ៉ាន់ម៉ាក៏នៅតែបន្តមានវិបត្តិសង្គ្រាមស៊ីវិលហើយកម្ពុជានិងថៃក៏នៅតែបន្តកើតមានចំនួនព្រំដែនដែលនៅមិនទាន់ថមថយកម្ដៅនៅឡើយទេហើយថ្មីនេះរដ្ឋាភិបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំក៏បានសម្រេចបដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមទៀតផងងាកទៅមើលចិនឯណោះគឺកំពុងតែខិតខំពង្រឹងវិស័យយោធារបស់ខ្លួនកាន់តែខ្លាំងទៅដើម្បីរងចាំតែថ្ងៃវាលោកដណ្ដើមយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញតែប៉ុណ្ណោះចំណែកឯការខិតខំប្រឹងប្រែងរបស់លោកដូណាល់ត្រាំដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែនគឺនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេទោះបីជាបានជួបមុខគ្នាជាមួយលោកប្រធានាធិបតីពូទីននៅរដ្ឋអាឡាស្កាក្នុងពេលថ្មីដើម្បីរកច្រកចេញក៏ដោយក៏នៅមិនទាន់មានពន្លឺនោះឡើយហើយលោកថែមទាំងបានចាត់វិធានការច្របាច់កទីក្រុងមូស្គូតាមរយៈការដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលហ៊ានតែទិញប្រេងពីរុស្ស៊ីក្នុងនោះមានដូចជាឥណ្ឌានិងចិនជាដើមប៉ុន្តែឃើញថានៅមិនទាន់បានផលនៅឡើយទេដោយឃើញថាអ្វីហាក់បីដូចជាមិនទៅមុខលោកដូណាល់ត្រាំទំនងជាងាកមកប្រើធម៌ក្តៅវិញម្ដងដូចជាព្រមបើកផ្លូវឲ្យមានការបញ្ជូនអាវុធក្នុងកញ្ចប់ដំបូងនៅក្នុងអាណត្តិរបស់លោកទៅឲ្យអ៊ុយក្រែននិងពិចារណាផ្តល់មីស៊ីលដែលបានហោះរាប់ពាន់គីឡូម៉ែត្រសម្រាប់អ៊ុយក្រែនទុកវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ីទៀតផងបើក្នុងករណីលោកប្រធានាធិបតីពូទីននិយាយលេងស្ដាប់គ្នាយោងតាមការទូទាយរបស់លោកយាយបាវេងកាបានមើលឃើញថាសង្គ្រាមលោកលើកទី3គឺនឹងចាប់ផ្ដើមចេញពីភាគខាងកើតហើយរាលដាលទៅភាគខាងលិចបន្ទាប់មកសង្គ្រាមដ៏មហាប្រឡាយមួយនេះនឹងបំផ្លាញពួកលោកខាងលិចរួចឈានទៅធ្វើឲ្យលោកពូទីនក្លាយទៅជាស្ដេចផែនដីប្រធានាធិបតីរុស្ស៊ីរូបនេះត្រូវបានព្យាករណ៍ថានឹងក្លាយទៅជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្តៅក្រៅពិភពលោកទាំងមូលតែម្ដងអ្នកដែលជឿលើការទូទាយរបស់លោកយាយបាវេងកាបានព្យាករណ៍ថាលោកពូទីននឹងដើរតួជាអ្នកបញ្ឆេះចំនួននេះហើយទីបំផុតលោកនឹងឈ្នះនៅក្នុងសង្គ្រាមដ៏ធំមួយនេះទៀតផងខណៈនោះចំនួនរវាងអ៊ីស្រាអែលនិងសត្រូវជំទាវរបស់ខ្លួនដូចជាអ៊ីរ៉ង់ក្រុមហាម៉ាស់និងក្រុមហ៊ូទីនៅយេម៉ែនជាដើមក៏នឹងផ្ទុះរាលដាលខ្លាំងផងដែរអាចនិយាយបានថាផ្ទុះពេញតំបន់មជ្ឈមបូព៌ាតែម្ដងនៅក្នុងឆ្នាំ2026ចំនួនដែលបានរៀបរាប់ទាំងអស់នេះប្រហែលជានឹងប្រមូលផ្ដុំផ្សំផ្គុំគ្នាឲ្យផ្ទុះទៅជាសង្គ្រាមលោកលើកទី3តែម្ដងដែលលេខសម្រាប់ការទូទាយរបស់លោកយាយបាវេងកាពាក់ព័ន្ធនឹង alien នៅក្នុងឆ្នាំ2026វិញមេដាគ្រូទាយសញ្ជាតិប៊ុលហ្គារីរូបនេះក៏បានទូទាយផងដែរថា alien នឹងចុះមកផែនដីនៅក្នុងឆ្នាំ2026ដែលពួក alien ទាំងនេះនឹងចុះមកមានប្រស្រ័យទាក់ទងជាមួយនឹងមនុស្សកំឡុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងឆ្នាំ2026ទៀតសោតលោកយាយបាវេងកាបានទូទាយទុកថានឹងមានយានអវកាសដ៏ធំមួយនឹងមកដល់ផែនដីនៅក្នុងខែវិច្ឆិកាឆ្នាំ2026ឆ្នាំ2026ត្រូវបានលោកយាយចាត់ទុកថានឹងក្លាយជាឆ្នាំដែលមនុស្សលោកនិងពួក alien នឹងមានទំនាក់ទំនងនឹងគ្នាជាផ្លូវការលើកដំបូងចំណែកឯការទូទាយពាក់ព័ន្ធទៅនឹងក្រុមហន្តរាយធំៗនៅក្នុងឆ្នាំ2026វិញលោកយាយបានទូទាយថាបំរែបំរួលអាកាសធាតុនឹងធ្វើបាបមនុស្សលោកនៅក្នុងឆ្នាំ2026នេះដែលវានឹងមានគ្រោះរញ្ជួយដីធំៗកាន់តែច្រើនហើយនឹងមានការផ្ទុះភ្នំភ្លើងជាច្រើនទៀតផងលោកយាយបានប្រមាណមើលឃើញថាគ្រោះធម្មជាតិធំៗនៅឆ្នាំ2026នេះនឹងកើនឡើងលើសមុនចន្លោះពី7ទៅ8%ហើយវានឹងបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោកទៀតផងប្រសិនបើមនុស្សលោកនៅតែបន្តបំផ្លិចបំផ្លាញផែនដីដែលខ្លួនកំពុងតែរស់នៅបើងាកមកមើលហេតុការណ៍ពាក់ព័ន្ធទៅនឹង AI វិញលោកយាយបាវេងកាបានទូទាយថានៅក្នុងឆ្នាំ2026បញ្ញាសិប្បនិម្មិតនេះនឹងចាប់ផ្ដើមគ្រប់គ្រងមនុស្សលោកជើងជាបណ្ដាហើយវានឹងដណ្ដើមការងារជាច្រើនមុខពីមនុស្សលោកជើងហើយវានឹងធ្វើឲ្យទំនាក់ទំនងផ្ទាល់ខ្លួនកាន់តែឃ្លាតឆ្ងាយពីគ្នាទៅនិយាយចំវានឹងប៉ះពាល់អ្វីៗគ្រប់យ៉ាងរាប់ចាប់ពីការបំពុលសង្គមរហូតដល់ការដណ្ដើមការងារពីមនុស្សលោក Nostradamus ហោរាសាវិទូដ៏ល្បីល្បាញរបស់បារាំងដែលសរសេរសៀវភៅដ៏ល្បីបំផុតមួយដែលមានឈ្មោះថា Les Properties ក៏ទូទាយស្រដៀងនឹងលោកជីពីការភ្នែកសញ្ជាតិប៊ុលហ្គារីរូបនេះផងដែរអំពីបច្ចេកវិទ្យាលោកបានសរសេរទូទាយនៅក្នុងសៀវភៅរបស់លោកថាសញ្ញាសិប្បនិម្មិត AI នឹងដើរតួគ្រប់គ្រងពិភពលោកស្ទើរគ្រប់វិស័យនៅក្នុងឆ្នាំ2026នៅក្នុងនោះមានដូចជាវិស័យសុខាភិបាលវិស័យអប់រំវិស័យយោធានិងសូម្បីតែក្នុងបណ្ដាញទំនាក់ទំនងសង្គម AI ក៏គ្រប់គ្រងបានដែរ